រឿងអ្នកដំណើរពីរនាក់មានបុរសម្នាក់បាននាំកូនប្រុសរបស់ខ្លួនឡើងទៅលើភ្នំមួយដ៏មានកំពូលខ្ពស់កូនប្រុសឆ្ងល់ក៏សួរអំពីមូលហេតុដែលត្រូវធ្វើដំណើរលើភ្នំនោះឪពុករបស់គេមិនបានបញ្ជាក់មូលហេតុទេតែគាត់បានប្រាប់ឲ្យរងចាំពេលទៅដល់គោលដៅសិនបន្ទាប់មកអ្នកដំណើរទាំងពីរបានស្ពាយបង្វិចរត់រះឆ្លងកាត់វាលស្មៅព្រៃបន្លាមាត់ជ្រោះព្រមទាំងប្រទះនៅសត្វចម្លែកជាច្រើនអស់រយៈពេលជាច្រើនថ្ងៃពួកគេក៏ទៅដល់កំពូលភ្នំដោយហត់នឿយពួកគេក៏សម្រាកនៅក្រោមដើមឈើធំមួយដែលមានផ្លែផ្ការយងរយានគ្រានោះឪពុកបានសួរនៅសំណួរមួយរីឯកូនប្រុសរបស់គាត់ជាអ្នកឆ្លើយតបតើនៅត្រង់ជើងភ្នំចង្កេះភ្នំនិងកំពូលភ្នំមានអ្វីខុសគ្នាខ្លះនៅត្រង់ជើងភ្នំមានដានជើងច្រើនចង្កេះភ្នំមានដានជើងខ្លះហើយនៅត្រង់កំពូលភ្នំមានដានជើងតិចត្រូវឲ្យកូនសម្លាញ់មានមនុស្សជាច្រើនចង់ទៅកាន់ទីខ្ពស់តែមានមនុស្សតិចណាស់ដែលព្យាយាមដើរទៅកាន់គោលដៅរបស់ខ្លួនម្យ៉ាងទៀតការឡើងភ្នំជាការលំបាកតែការធ្លាក់ពីលើភ្នំជារឿងងាយពីទាបទៅខ្ពស់ពីភាពក្រលំបាកទៅរកភាពមានបានពីភាពទន់ខ្សោយទៅរុងរឿងនិងពីភាពល្ងង់ខ្លៅទៅការចេះដឹងក៏យ៉ាងដូច្នោះហេតុនេះពេលឡើងភ្នំត្រូវតែព្យាយាមឲ្យខ្លាំងតែពេលឡើងរួចត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែនមួយទៀតនៅត្រង់ជើងភ្នំកូនមើលឃើញដើមឈើជុំជិតនៅត្រង់ចង្កេះភ្នំកូនមើលឃើញភូមិរបស់យើងហើយនៅលើកំពូលភ្នំវិញកូនមើលឃើញដល់ជើងមេឃពិតណាស់កូនប្រុសមនុស្សក៏បីមានវិជ្ជានិងគុណធម៌ឲ្យខ្ពង់ខ្ពស់ទើបមើលឃើញវែងឆ្ងាយការដាក់ខ្លួនស្វែងរកវិជ្ជាមួយការត្រិះរិះមិនលងនិងជំនឿផ្ដេសផ្ដាស់2ការគោរពនៅអ្នកប្រាជ្ញ3ការសេពគប់សប្បុរសជន4ការទទួលយកទាំងពាក្យសរសើរនិងពាក្យរិះគន់5និងការមិនត្រមួកក្នុងភាពខ្ជិលច្រអូស6គឺជាការចម្រើននៅវិជ្ជារបស់ខ្លួនទង្វើល្អត្រឹមត្រូវ1សម្ដីល្អត្រឹមត្រូវ2ចិត្តល្អប្រសើរ3និងឧត្តមគតិល្អប្រសើរ4គឺជាការចម្រើននៅគុណធម៌របស់ខ្លួនអរគុណណាស់លោកពុកកូនយល់ហើយពីមូលហេតុដែលនាំកូនមកទីនេះបុរសជាឪពុកឮដូច្នោះសប្បាយចិត្តជាខ្លាំងដែលកូនប្រុសរបស់ខ្លួនយល់នៅការទូន្មានរបស់ខ្លួនអ្នកដំណើរទាំងពីរក៏ត្រឡប់មកផ្ទះវិញដោយស្នាមញញឹម